ទិញទូរស័ព្ទមកពីក្រៅប្រទេសមានសញ្ញាបែបនេះបានន័យថាទូរស័ព្ទរបស់បងប្អូនគឺជាប់លុកស៊ីមហើយសំណួរសួរថាតើធ្វើដូចនេះដាច់អាចធ្វើការដោះលុកស៊ីមប្រើបានវិធីមានពីរទីមួយគឺយើងដោះលុកស៊ីមជាមួយក្រុមហ៊ុនវាអាចជាប់ដោយសារទូរស័ព្ទនៅក្រៅប្រទេសមិនទាន់បានបង់លុយផ្ដាច់បញ្ហាលុកស៊ីម ទីពីរគឺយើងប្រើតំណស៊ីមកាតប្រើតំណស៊ីមកាតតម្លៃធូរប៉ុន្តែស្ថិរភាពវាមិនល្អដូចដោះលុកស៊ីមទេប៉ុន្តែវាធូរថ្លៃបើបងប្អូនមានទូរស័ព្ទបែបនេះចង់ដោះលុកស៊ីមបើប្រើតំណស៊ីមខ្ញុំណែនាំតម្លៃត្រឹមតែ$5តែប៉ុណ្ណោះហើយវានឹងអាចប្រើបានស៊ីមមួយហើយល្អ ហើយខ្ញុំនឹងធ្វើវីដេអូចេញបន្ថែមទៀតទាក់ទងនឹងបញ្ហាលុកស៊ីមកាត